តាមប្រសាសន៍លើកឡើងរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាថាការបង្កើនសមត្ថភាពយោធារបស់កម្ពុជាគឺដើម្បីការពារនៅបូរណភាពទឹកដីដោយគ្មានបំណងឈ្លានពានប្រទេសជិតខាងនោះទេនាយឧត្តមសេនីយ៍ទាសីហាបានថ្លែងបញ្ជាក់បន្ថែមថាការបង្កើនសមត្ថភាពយោធារបស់កម្ពុជានៅក្នុងដំណាក់កាលបច្ចុប្បន្នគឺធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពការពារជាតិអធិបតេយ្យភាពនិងបូរណភាពទឹកដីប៉ុណ្ណោះដោយកម្ពុជាមិនមានបំណងឈ្លានពានឬបង្កជម្លោះយោធាជាមួយប្រទេសជិតខាងណាមួយឡើយការបញ្ជាក់នេះធ្វើឡើងនៅព្រឹកថ្ងៃទី30ខែឧសភាឆ្នាំ2026ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្តុបអនុស្សាវរីយ៍នយោបាយឈ្នះខេត្តកោះកុងនាយឧត្តមសេនីយ៍ទាសីហាបានថ្លែងបញ្ជាក់ថាក្នុងឱកាសដែលឯកឧត្តមបានជួបជាមួយនឹងមិត្តអន្តរជាតិឯកឧត្តមតែងតែបញ្ជាក់ជារៀងរហូតថាកម្ពុជាមិនមានបំណងឈ្លានពានឬប៉ះទង្គិចយោធាជាមួយអ្នកជិតខាងណានោះទេហើយកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយគ្នាក៏ឯកឧត្តមតែងតែសំណូមពរនៅអ្វីដែលកម្ពុជាអាចការពារខ្លួនបានតែប៉ុណ្ណោះបើតាមការលើកឡើងរបស់នាយឧត្តមសេនីយ៍ទាសីហាកម្ពុជាតែងតែបញ្ជាក់ជូនចំណុចនេះខ្ញុំសូមបញ្ជាក់ដែរថាហេតុអីយើងត្រូវតែបង្កើននៅសមត្ថភាពយោធាតាមពិតអាដាមអគ្គរដ្ឋទូតក៏ដូចជាអង្គទូតនៅទីនេះភាគច្រើនគឺបានជួបគ្នាក្នុងកម្មវិធីជាច្រើនក៏ដូចជាជួបនៅក្នុងក្រសួងការពារជាតិផងដែរខ្ញុំតែងបានបញ្ជាក់ជារៀងរហូតថាកម្ពុជាគឺមិនមានបំណងនៃការឈ្លានពានឬមួយក៏ប៉ះទង្គិចយោធាជាមួយនឹងអ្នកជិតខាងនោះទេហើយការសហប្រតិបត្តិការអន្តរជាតិជាមួយគ្នាក៏ខ្ញុំតែងតែសំណូមពរនៅអ្វីដែលយើងអាចការពារខ្លួនបានយើងអត់ចាំបាច់មានមីស៊ីលដែលបាញ់200ទៅ500គីឡូម៉ែត្រនោះទេអ្វីដែលយើងទាមទារគឺប្រព័ន្ធការពារច្បាស់លាស់ការពារភូមិសាស្ត្ររបស់យើងបានមិនឲ្យគេឈ្លានពានLike, share and follow more